khét cần đai bẩn to chiên mục con ông cá cho chúa nè sẽ tự cách cài bọc bón bẩn to pi regioni phnom penh cần đã khét cần đai bẩn to chiên mục khét xem tiết nơi con ông cá cho chúa nè sẽ tự cách cài bọc bón con ông niêm chỉ nè khét chỉ tự sắc để miềnประชาชนជាច្រើននឹងមានសេដ្ឋកិច្ចភាសាប្រឈប់ជាមួយនឹងរាជធានីភ្នំពេញគណៈកម្មាធិការសម្រាប់សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រុមកិច្ចសហការជាមួយនឹងសមាគមសហព័ន្ធយុទ្ធជនសេដ្ឋកិច្ចកម្ពុជានិងរដ្ឋាភិបាលខេត្តកណ្ដាលបានរៀបចំតការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តនេះនៅក្នុងថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ 3000 នាក់ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះលោកអែមវណ្ណនីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជាប្រធានគណៈកម្មាធិការសម្រាប់សម្រុះសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តកណ្ដាលក្នុងដំណើរការប្រែក្លាយទៅជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខ័ណ្ឌគាំទ្ររបស់ជាតិលោកបានលើកឡើងថាការចុះឈ្មោះនិងការថែបំបន់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យរីកធំធាត់មានសារៈសំខាន់ណាស់សម្រាប់អ្នកធ្វើដំណើរការអភិវឌ្ឍជាតិជាពិសេសការសម្រេចចិត្តចក្ខុវិស័យឆ្នាំ2020ឆ្នាំ2050របស់រាជរដ្ឋាភិបាលយោងទៅតាមរបាយការណ៍របស់រដ្ឋបាលខេត្តកណ្ដាលមានប្រជាជាតិជាង 1.4 លាននាក់និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង66,000 នាក់នៅក្នុងអាជីវកម្មមុខរបរការងារអាទិភាពទាំង14ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023ដល់ឆ្នាំ2028ចំនួនមធ្យមរបស់ពលរដ្ឋម្នាក់ក្នុងឆ្នាំ2024មានចំនួន$2,456កើនឡើង$181មធ្យមនៅក្នុងឆ្នាំ2023នេះជាកំណើនគួរកត់សម្គាល់ដែលក្នុងនោះក៏មានការចូលរួមចំណែកសំខាន់ពីសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែររដ្ឋាភិបាលខេត្តបានលើកឡើងពីយន្តការអនុវត្តចាក់ស្ដែងរួមជាមួយនឹងការបង្កើតគណៈកម្មាធិការលេខថ្នាក់ខេត្តនិងក្រុងដែលធ្វើឲ្យខេត្តទទួលបានលទ្ធផលចុះឈ្មោះល្អលោកខេមវណ្ណនីបានពន្យល់ពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរួមមានជាការទទួលបានអត្តសញ្ញាណច្បាស់លាស់មានភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការអត្ថប្រយោជន៍របស់របបសន្តិភាពសុខសង្គមបណ្ដោះបណ្ដាលនិងនាំជំនាញសេវាការពារសង្គមការលើកលែងកាតព្វកិច្ចនិងអនុវត្តអនុគ្រោះពន្ធជាដើមទន្ទឹមនឹងនោះអត្ថប្រយោជន៍ថ្មីត្រូវបានបន្តរៀបចំដោយស្ថាប័នរដ្ឋនិងឯកជនដូចជាការយោធារ៉ាប់រងអាយុជីវិតសម្រាប់រដ្ឋថ្នាក់បូកឺជាក្រុមពីក្រុមហ៊ុនបណ្ដាចំនួនថវិកាចំនួន1 លានរៀលពីមជ្ឈមណ្ឌលបណ្ដោះបណ្ដាលធុរកិច្ចថ្មីទេចូលសម្រាប់សហគ្រាសធូមីនក្រូចាប់យកដំណោះស្រាយការបណ្ដោះបណ្ដាលនិងការប្រឹក្សាផ្នែក Digital សម្រាប់ជីវកម្មមូលនិធិអភិវឌ្ឍអ្នកជំនាញនិងក្រុមហ៊ុនធានារ៉ាប់រង
ទូទៅកំពុងតែរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលនឹងត្រូវប្រកបដោយនៅពេលខាងមុខលោកខេមវណ្ណនីលើកទឹកចិត្តដោយសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកណ្ដាលឲ្យចូលរួមចុះឈ្មោះដើម្បីរក្សាតំណែងខេត្តកណ្ដាលជាខេត្តដែលបានចុះឈ្មោះច្រើនជាងគេលំដាប់ទី2ទូទាំងប្រទេសដោយបន្ថែមទៀតថាការចុះឈ្មោះនឹងបម្រើដោយការរីកចម្រើនបន្តខ្លួននិងពង្រឹងបរិយាសេដ្ឋកិច្ចរបស់ខេត្តជារួមគឺត្រឹមថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2020ថ្ងៃថ្នាក់25នេះថ្នយ Digital ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន233,339 នាក់ទូទាំងប្រទេសខេត្តកណ្ដាលចូលឈ្មោះចំណាត់ថ្នាក់លេខ2បន្តពីរាជធានីភ្នំពេញដោយមានអ្នកចូលឈ្មោះចំនួន27,843 នាក់ថ្នល់ Digital នេះអនុញ្ញាតឲ្យមានមធ្យមបានចុះឈ្មោះច្រើនជម្រើសតាមរយៈកម្មវិធីទូរស័ព្ទភ្នាក់ងារចុះឈ្មោះនៅក្នុងទូទាំងប្រទេសបច្ចុប្បន្នរួមមានធនាគារវិញធនាគារអេស៊ីលេដាធនាគារ ABA ធនាគារ EMA ធនាគារ RDB ធនាគារវឌ្ឍនៈធនាគារកាណាឌីយ៉ានិងធនាគារ FCB ជាដើម